សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការនិយាយអំពីស្នេហារបស់ Luffy ជាមួយនឹង Bow Hancock អញ្ចឹងមុននឹងចូលអ្នកទាំងអស់គ្នាកុំភ្លេច subscribe ទៅលើ channel ខ្ញុំម្នាក់មួយតើកុំឲ្យខាតពេលយូរអីយើងទៅទស្សនាទាំងអស់គ្នា Let's go បន្ទាប់ពី Luffy ត្រូវបាន teleport ដោយ Kuma ហើយគាត់បានបាត់ខ្លួនមកដល់កោះ Amazon Lily គឺជាគាត់ដែលសុទ្ធតែ Neri គាត់បានជួបជាមួយនឹង Bow Hancock ដែលជាស្ដេច Neri ហើយក៏ជាសមាជិកនៅក្នុង Warlord របស់ក្រុម Marine ផងដែរចាប់តាំងតែពី Luffy គាត់គ្មានអារម្មណ៍ដោយចាប់អារម្មណ៍ទៅលើសម្រស់របស់ Hancock ដោយបរិសុទ្ធដទៃទៀត Hancock ក៏បានចាប់អារម្មណ៍មកលើ Luffy Hancock ព្យាយាមធ្វើឲ្យ Luffy ចាប់អារម្មណ៍មកលើសម្រស់របស់នាងប៉ុន្តែសម្រាប់ Luffy គឺគាត់គ្មានអារម្មណ៍ចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្អាតរបស់ Hancock ឡើយមូលហេតុដែលធ្វើឲ្យ Hancock ស្រឡាញ់ Luffy នោះគឺ Luffy មិនដូចបុរសណាដែលធ្លាប់ជួប Hancock នោះទេគាត់គ្មានអារម្មណ៍មកលើសម្រស់របស់ Hancock សូម្បីតែបន្តិចគាត់មិនខ្លាចនាងទោះបីជានាងជាស្ដេចស្រីនៅក្នុងកោះ Amazon Lily ហើយមានអំណាចពីមេរោគមេរោនូមីក៏ដោយ Hancock គឺជួយ Luffy ដោយក្តីស្រឡាញ់នៅពេល Ace ត្រូវបានចាប់ខ្លួន Luffy សម្រេចចិត្តទៅគុក Empire Down ហើយបន្ទាប់មកគឺទៅ Marineford ដើម្បីជួយបងប្រុសនៅក្នុងទីនោះ Hancock បានជួយ Luffy ដោយប្រយោជន៍ Hancock បានជួយ Luffy ឲ្យទៅដល់ Marineford ហើយនឹងព្យាយាមជួយ Luffy នៅពេលដែលមានសត្រូវមកវាយទៅលើ Luffy ផងដែរក៏ប៉ុន្តែ Luffy មិនសូវយល់អំពីស្នេហារបស់ Hancock ចំពោះ Luffy ឡើយគាត់ផ្ដោតទៅលើគោលចម្បងរបស់គាត់គឺចង់ក្លាយទៅជាស្ដេចចោលសមុទ្រខ្ញុំមិនយល់ថា Oda គាត់សរសេរវាអីទេដែលធ្វើឲ្យ Luffy អត់យល់អំពីស្នេហាអញ្ចឹងអ្នកទាំងអស់គ្នាសាកជួយគិតខ្ញុំម្នាក់មួយមើលបាទតើស្នេហារវាង Hancock និង Luffy អាចមានសង្ឃឹមទៅរួចដែរឬទេយើងគិតថា Oda មិនមែនដាក់ការស្រឡាញ់រវាង Hancock និង Luffy ទុកចោលនោះទេប៉ុន្តែវាអាចគ្រាន់តែជាការពន្យាពេលរបស់ Oda តែប៉ុណ្ណោះប្រសិនបើរឿងនេះនៅក្នុងភាគចុងបញ្ចប់ Luffy ហើយនិង Hancock បានទៅជាគូនឹងគ្នាប្រហែលជារឿងនេះបញ្ចប់ដោយភាពស័ក្តិសមបំផុតអ្នកទាំងអស់គ្នាតាមដានរឿងនេះឲ្យស៊ីជម្រៅទៅយើងអាចដឹងថារឿងនេះបន្តទៅមុខវានឹងយ៉ាងម៉េចតែ Hancock និង Luffy យើងមើលទៅវាប្រៀបដូចជាកំ pl មួយអញ្ចឹងតែវាបង្ហាញអំពីមនុស្សស្រីដែលមានអំណាចដូចជា Hancock ហើយស្រឡាញ់ជាមួយបុរសដែលជាចៅសមុទ្របែបនេះតើអ្នកទាំងអស់គ្នាគិតថាស្នេហារវាង Hancock និង Luffy តើនៅក្នុងភាគបន្ទាប់អាចទៅរួចដែរឬសរុបមកគឺ Hancock ស្រឡាញ់ Luffy ដោយភាពស្មោះត្រង់ចំណែកឯ Luffy គឺមិនយល់អំពីស្នេហាទេតែបើសិនជាទំនាក់ទំនងនេះអាចនឹងក្លាយទៅជាការពិតរឿងនេះនឹងបញ្ចប់ដោយភាពល្អមើលតែម្ដងអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហ្នឹងហើយខ្ញុំអធិស្ឋានខ្លាំងមែនតើអ្នកទាំងអស់គ្នាដែលវីដេអូគឺវាបានខ្លីៗខ្លាំងមែនតើមួយរយៈចុងក្រោយហ្នឹងហើយគឺដោយសារតែខ្ញុំអត់សូវមានពេលធ្វើវីដេអូវែងៗមែនទេអ្នកទាំងអស់គ្នាហើយខ្ញុំអត់សូវមានពេលទំនេរហ្នឹងហើយព្រោះខ្ញុំមានពេលទំនេរគឺខ្ញុំនឹងឆ្លៀតធ្វើឲ្យបាន4នាទីទៅ6នាទីអញ្ចឹងណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចចុច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយអ្នកទាំងអស់គ្នាអរគុណអ្នកនាងខ្លាំងមែនតើចំពោះការទស្សនាហើយបើអ្នកគ្នាចង់បានcontent អ្វីទៀតឬក៏អីអ្នកគ្នាកុំភ្លេច comment នៅខាងក្រោមមកហើយបើអ្នកគ្នាអត់ដឹងថា comment អីទេអាច comment លេខបាទចុចរូបបេះដូងចុចអីលេខបានអូខេហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហ្នឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតហ្នឹងហើយអ្នកទាំងអស់គ្នាបាយបាយ